បងប្អូននេះគឺជាព័ត៌មានដ៏ក្តៅមួយដែលកំពុងតែកើតឡើងនៅខេត្តព្រៃវែងបងប្អូនដែលពាក់ព័ន្ធនឹងអ្នកចងការប្រាក់ដែលអ្នកគេហៅចងថ្ងៃហ្នឹងហើយគឺការប្រាក់ថ្លៃមែនតើហើយឥឡូវហ្នឹងគឺមានការខាត់ខ្លួនរហូតដល់ទៅ50-60នាក់ឯណោះគឺពាក់ព័ន្ធនឹងអ្នកដែលគេហៅលុយរាប់ថ្ងៃគឺថ្លៃមែនតើហើយថ្លៃប៉ុណ្ណានោះខ្ញុំនឹងលំអិតតាមក្រោយឥឡូវយើងមកស្ដាប់លោកពូផៃវណ្ណៈដែលគាត់រៀបរាប់អំពីដំណើរដើមតើដែលឈានដល់ការខាត់ខ្លួនមនុស្ស50-60នាក់ហ្នឹងបងប្អូនខ្ញុំឃើញព័ត៌មានមួយនៅខេត្តព្រៃវែងពាក់ព័ន្ធនឹងសកម្មភាពមន្ត្រីនគរបាលខេត្តព្រៃវែងបង្ក្រាបបទល្មើសផ្ដាល់កម្ចីខុសច្បាប់មានការប្រាក់ខ្ពស់ដែលមានការចាត់តាំងដំណើររឿងដែលខ្ញុំបានដឹងខ្លះហ្នឹងសាច់រឿងវាអញ្ចេះពាក់ព័ន្ធនឹងព្រៃវែងណាគឺមានក្រុមម្ដែងផ្ដាល់កម្ចីការប្រាក់មួយដែលមានអង្គការចាត់តាំងគេផ្ដាល់លុយឲ្យប្រជាពលរដ្ឋខ្ចីដោយមិនតម្រូវឲ្យមានឯកសារអីធំដុំញ៉ៃទេហើយគេយកការប្រាក់ខ្ពស់បាទគេយកការប្រាក់ខ្ពស់អញ្ចឹងដោយយើងទទួលបានព័ត៌មានសម្ងាត់ណាតែទង្វើឲ្យខ្ចីលុយនេះវាជាសកម្មភាពមួយដែលអាចនឹងប៉ះពាល់ទៅដល់ស្ថិរភាពសង្គមប៉ះពាល់ទៅដល់សន្តិសុខជាតិអញ្ចឹងបានក្រសួងមហាផ្ទៃក៏ដូចជាអគ្គស្នងការនគរបាលជាតិបានចាត់តាំងឲ្យនាយកដ្ឋានប្រឆាំងភេរវកម្មនៃអគ្គស្នងការដ្ឋាននគរបាលជាតិចុះទៅធ្វើការសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដើម្បីធ្វើការស្រាវជ្រាវក្រុមផ្ដាល់កម្ចីដែលមានការប្រាក់ខ្ពស់នេះអញ្ចឹងសមត្ថកិច្ចចំណាយពេលច្រើនណាស់ដើម្បីធ្វើការស្រាវជ្រាវរហូតដល់ឈានទៅដល់ការឃាត់ខ្លួនមនុស្សមិនក្រោម50-60នាក់ទេបាទមិនក្រោម50-60នាក់ទេដើម្បីស្រាវជ្រាវរកឫសគល់ក្នុងប្រភពនៃការផ្ដល់លុយឲ្យប្រជាពលរដ្ឋខ្ចីពីព្រោះពួកនេះវាឲ្យខ្ចីការប្រាក់ខ្ពស់ឲ្យខ្ចីការប្រាក់ខ្ពស់នៅពេលដែលប្រជាពលរដ្ឋអត់មានលុយខ្ចីសំទោសនៅពេលដែលប្រជាពលរដ្ឋអត់មានលុយសងគឺពួកគេប្រជាជនគេនឹងគម្រាមប្រជាជនគេនឹងទាលុយបខំទាលុយប្រជាជនអញ្ចឹងប្រជាជនអត់ជំរឿសមានតែក្រាបបះបោតបជាមួយពួកអស់ហ្នឹងអញ្ចឹងវាអាចคล้ายទៅជាការចលាចលសង្គមមួយនៃតាមរយៈកម្ចីការប្រាក់ខ្ពស់នេះអញ្ចឹងគណៈពេលដែលសមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្មអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃនិងស្នងការដ្ឋាននគរបាលខេត្តព្រៃវែងកំពុងធ្វើការងារដោយសម្ងាត់នេះបែរជាប្អូនអ្នកកសែតម្នាក់អូនហ៊ុនគាត់បានទៅ live ដើម្បីធ្វើឲ្យខូចផែនការស៊ើបអង្កេតរបស់សមត្ថកិច្ចដោយគាត់ទៅយកព័ត៌មានក្នុងនាមអ្នកកសែតតែគាត់មិនបានសិក្សាស៊ីជម្រៅអំពីករណីដែលប៉ូលីសកំពុងធ្វើការនេះវាពាក់ព័ន្ធទៅដល់សន្តិសុខជាតិវាពាក់ព័ន្ធទៅដល់ស្ថិរភាពសង្គមយ៉ាងណានោះក៏អត់ដឹងទេបាទអញ្ចឹងខ្ញុំសនំពរទៅបងអូនហ៊ុនសូមមេត្តាបញ្ឈប់កុំធ្វើសកម្មភាពទាំងឡាយណាដែលប៉ះពាល់ទៅដល់ការស៊ើបអង្កេតនិងការស្រាវជ្រាវរបស់សមត្ថកិច្ចដើម្បីទុកឲ្យសមត្ថកិច្ចណាគេធ្វើការស្រាវជ្រាវរកឫសគល់នៃបណ្ដាញដែលមានអង្គការចាត់តាំងក្នុងការផ្ដាល់កម្ចីប្រាក់នេះកម្ចីប្រាក់មានការប្រាក់ខ្ពស់នេះទៅដល់ប្រជាជនណាអញ្ចឹងសូមបងអូនហ៊ុនខ្ញុំសនំពរទៅបងអូនសូមឲ្យបងអូនយោគយល់ហើយផ្អាកសកម្មភាពផ្សាយរឿងនេះទុកភារកិច្ចជូនណាសមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្មនិងស្នងការព្រៃវែងដើម្បីគេធ្វើកិច្ចការងារនេះណាអូនពេលដែលសមត្ថកិច្ចធ្វើការងារចប់អូនយកផ្សាយមិនផ្សាយទៅណាលទ្ធផលការងារផ្សាយមិនផ្សាយទៅតែចំពោះមុខរឿងនេះសំខាន់ណាស់ពាក់ព័ន្ធទៅនឹងស្ថិរភាពសង្គមពាក់ព័ន្ធទៅនឹងសន្តិសុខជាតិណាអញ្ចឹងសូមឲ្យបងអូនមានការយោគយល់ហើយឲ្យយល់អំពីអត្ថន័យនៃពាក្យសន្តិសុខជាតិនិងស្ថិរភាពសង្គមណាមិនមែនព័ត៌មានខ្លះបងអូនឃើញអាចផ្សាយបានគ្រប់រឿងទេណាមិនមែនរឿងខ្លះផ្សាយបានគ្រប់រឿងទេអញ្ចឹងសូមឲ្យបងអូនយោគយល់កន្លែងនេះហើយរួមសហការ
ទទួលការសហការជាមួយនឹងសមត្ថកិច្ច អញ្ចឹងដូចបងប្អូនបានស្ដាប់លោកពូផៃម្នាក់គាត់និយាយអញ្ចឹងគឺទង្វើដែលដាក់លុយបានការប្រាក់ថ្លៃហ្នឹងគឺចងការប្រាក់បានការប្រាក់ថ្លៃហ្នឹងបងប្អូនគឺវាអាចនឹងមានអំពើហៅថាបះបោបងប្អូនគឺក្រោកតវ៉ាព្រោះបងប្អូនដឹងថាគេចងការប្រាក់ថ្លៃរបៀបម៉េចតាមខ្ញុំដឹងព្រោះនៅស្រុកភូមិខ្ញុំតែម្ដងខ្ញុំនៅព្រៃវែងដែរនៅស្រុកស្ដាច់គឺបងប្អូនដឹងគេចងការប្រាក់ហ្នឹងគឺគេយកលុយ60,000ចងការប្រាក់យើងគេអត់មានទៀមទាទ្រព្យប្រចាំអីទេហើយពេលដែលគេឲ្យយើង60,000ហ្នឹងហើយគេដក40,000អត់ដឹងគេដកថ្លៃអីទេអញ្ចឹងគេដក40,000អញ្ចឹងលុយរបស់យើងសល់តែ56,000ទេហើយគេតម្រូវយើងបង់រាល់ថ្ងៃបានន័យថាយើងថ្ងៃហ្នឹងអញ្ចឹងស្អែកចាប់ផ្ដើមបង់ហើយ56,000ហ្នឹងគឺយើងត្រូវបង់មួយថ្ងៃ22,700ហើយយើងថា23,000ចុះហើយបង់រយៈពេល39ថ្ងៃបងប្អូនសាក់គុណមើល22,000 23,000ណាគុណនឹង39ថ្ងៃវាចូល80,000បាត់ហើយ88 89,000បាត់ហើយឃើញទេហើយបូកជាមួយនឹងគេបកដក40,000នោះទៀតណាស្របទៅវា90,000ជាងហើយលុយដាក់មកតា60,000ទេបានទៅវិញឡើង90,000ជាងបងប្អូនគាត់មើលវា39ថ្ងៃវាការប្រាក់ចូលពាក់កណ្ដាលបងប្អូនថ្លៃមែនតើយើងគិតមើលធនាគារការតែ 1% ជាងហ្នឹងយើងមួយខែបង់ម្ដងយើងរកលុយបង់មិនចង់បានផងហ្នឹងហើយចុះតម្រាំទាំងបង់រាល់ថ្ងៃហើយការប្រាក់រហូតដល់50-60ថ្ងៃអូបងប្អូនហើយការប្រាក់ការប្រាក់50-60%ហើយបងប្អូនគិតមើលស្រុកភូមិខ្ញុំឥឡូវគឺខ្ញុំតាមដឹងគឺមានអ្នកដែលគេថាជពាក់គេវាន់កដោយសារតាលុយបំណុលលុយចងថ្ងៃហ្នឹងគឺច្រើនមែនតើរួមទាំងពូមីខ្ញុំពីហ្នឹងអញ្ចឹងគឺជាប់ច្រើនមែនតើធម្មតាគាត់ទាល់ភ្លាមគាត់ទៅយកលុយហ្នឹងវាលឿនបើអង្គការត្រូវការមានទ្រព្យប្រចាំត្រូវការមានអ្នកធានាត្រូវការចាំ 4-5 ថ្ងៃទៅមួយអាទិត្យអីនោះបានអញ្ចឹងអាលុយនោះខ្ចីភ្លាមបានភ្លាមប៉ុន្តែការប្រាក់វាថ្លៃហើយបង់គេប្រចាំរាល់ថ្ងៃអញ្ចឹងវាអនាគតទៅវាអាចប៉ះពាល់ខ្លាំងតែម្ដងដូចលោកពូផៃវណ្ណៈនិយាយអញ្ចឹងហ្នឹងហើយការប្រាក់ម៉ែលេងដាក់លុយ60,000លេងបានទៅវិញឡើង90,000រយៈពេល39ថ្ងៃអូ Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេ